ដោយខ្ញុំធ្លាប់បាននិយាយជារឿយៗថាខ្ញុំពិតជានឹករលឹកដល់ផ្លូវមួយដែលខ្ញុំធ្លាប់ដើរកាលពីឆ្នាំ2021និងឆ្នាំ2022ហើយផ្លូវនោះគឺជាផ្លូវទៅរូងខៀវរូងក្រហមនិងទឹកធ្លាក់ឆាយោងដោយសារតែផ្លូវនេះពោរពេញទៅដោយទេសភាពអមតាមដងផ្លូវដែលយើងត្រូវដើរឆ្លងកាត់មានទេសភាពស្អាតខ្លាំងជាងតំបន់ផ្សេងៗដែលខ្ញុំធ្លាប់បានទៅហើយផ្លូវនេះពោរពេញទៅដោយវាលស្មៅដ៏ស្រស់ស្អាតជាច្រើនអមជាមួយផ្លូវដើរកាច់កុងកណ្ដាលវាលស្មៅនិងដើមស្រល់ដ៏ស្រោងអមខាងផ្លូវហើយផ្លូវនេះគឺជាផ្លូវមួយដែលមានប្រវត្តិរឿងរ៉ាវជាច្រើនតាំងពីសម័យមុនរហូតដល់សម័យខ្មែរក្រហមហើយគោលដៅរបស់យើងគឺត្រូវប្រើរយៈពេល2យប់3ថ្ងៃនិងត្រូវដើរចម្ងាយប្រហែលជាង60គីឡូម៉ែត្រដើម្បីទៅដល់គោលដៅដែលយើងបានគ្រោងទុកឥឡូវម៉ោង9:45ជិត10យើងចាប់ផ្ដើមចេញពីយន្តឥឡូវមានអ្នកបាយក្អួតអីចេញមកបង្ហាញមកមានអ្នកក្អួតអត់មានទេអុយមិញហូបសរសៃក្អួតមកស្ដាយតោះឥឡូវយើងចេញទៅណាហើយពេលដែលយើងចាប់ផ្ដើមចេញពីភូមិយើងចេញនៅម៉ោង9:50នាទីដោយសារតែមេឃភ្លៀងធ្លាក់ខ្លាំងពីព្រឹកទើបយើងមិនអាចទៅបានរងចាំរហូតដល់មេឃរាំងភ្លៀងហើយពេលដែលយើងដើរហួសពីភូមិបន្តិចពួកយើងត្រូវដើរឆ្លងកាត់ព្រៃឆ្លងកាត់វាលស្រែនិងឆ្លងកាត់អូរទើបយើងទៅដល់ជើងភ្នំអញ្ចឹងឥឡូវនេះយើងទើបតែដល់ចំណុចចាប់ផ្ដើមទេជាចំណុចចាប់ផ្ដើមដែលយើងត្រូវដើរឡើងភ្នំហើយដោយខ្ញុំធ្លាប់បានប្រាប់ជារឿយៗថាការដើរឡើងភ្នំសូមបងប្អូនកុំខ្លាចផ្លូវលំបាកកុំខ្លាចមេឃភ្លៀងបើសិនជាបងប្អូនចង់បានទេសភាពស្អាតហើយខែដែលល្អសម្រាប់អ្នកឡើងភ្នំទៅឲ្យចំទេសភាពស្អាតជួបមេឃចុះអាប់ជួបសមុទ្រពពកនិងជួបស្មៅលោះខៀវខ្ចីបងប្អូនគួរទៅនៅដើមខែ5រហូតដល់ពាក់កណ្ដាលខែ6ដែលជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នកឡើងភ្នំហើយខ្ញុំក៏សូមឲ្យបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះគ្រោះថ្នាក់យើងមិនអាចមើលឃើញមុនបាននោះទេហើយគោលដៅដែលយើងត្រូវបោះតង់ពួកយើងមិនបានកំណត់ថាត្រូវបោះកន្លែងនេះឬបោះកន្លែងនោះទេដោយសារតែខ្ញុំធ្លាប់ដឹងថាផ្លូវនេះមានកន្លែងស្អាតជាច្រើនសំខាន់ទៅដល់ត្រង់ណាយើងមើលឃើញថាស្អាតនិងមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់យើងនឹងបោះតង់សម្រាប់កន្លែងនឹងតែម្ដងតែក្តាមភ្នំហើយបងប្អូនមើលក្តាមភ្នំគឺអត់ដូចក្តាមយើងនៅខាងក្រោមទេគឺវាមានសភាពអុចដូចក្តាមសមុទ្រអញ្ចឹងនេះបងប្អូនទាំងគ្នាស្អាតមែនទែននឹងជាផ្កាស្អីទេនឹងជាផ្កាឬក៏ជាផ្លែទៅឃើញលើកទី1ក្នុងឆាកជីវិតអញ្ចឹងបានថាការដើរឡើងភ្នំយើងតែងតែជួបអ្វីប្លែកច្រើនដែលយើងមិនធ្លាប់ឃើញពីមុនអញ្ចឹងយើងប្រយ័ត្នប្រយែងអ្នកនរគ្នាកន្លែងល្អបាទគាត់ទួយមកកូនបើដើមធូបហើយបើសិនជាបងប្អូនមកដល់កន្លែងថ្មរលុះនេះខ្ញុំសូមផ្ដាំហើយផ្ដាំទៀតគឺត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះកន្លែងនេះពេលខ្លះនៅពេលដែលមានមេឃភ្លៀងធ្លាក់គឺថ្មរមៀលចុះពីលើធ្លាក់មកក្រោមតែម្ដងអញ្ចឹងហើយសូមបងប្អូនគួរឡើងទៅលើឲ្យដល់កន្លែងផ្ទាំងថ្មធំមួយឬក៏បង្ហោះទៅលើបន្តិចចាំអង្គុយសម្រាកតាមក្រោយអញ្ចឹងចំណុចដែលយើងត្រូវអង្គុយហូបបាយនេះចំណុចនេះយើងអាចអង្គុយហូបបាយបានកន្លែងនេះក៏មានសេវាដែរស្មាត97គឺមានដូចគ្នាទាំងអស់ចឹងតំបន់នេះគឺយើងត្រូវប្រយ័ត្នបងប្អូនមើលដីជំរាលទៅជ្រៅណាគឺដើរត្រូវប្រយ័ត្នកន្លែងដែលខ្ញុំប្រាប់ថាថ្មលុះវាធ្លាក់ទៅក្រោមចឹងទៅដល់ខាងមុខខ្ញុំនឹងថតបង្ហាញកន្លែងថ្មរលុះគឺធ្លាក់ទាំងផ្ទាំងទៅក្រោមតែម្ដងយើងមើលពីក្រោមមកគឺឃើញថ្មរលុះធ្លាក់ទៅក្រោមគឺវាល្បេះធ្លាក់ទៅក្រោមតែម្ដងនេះដល់ខ្លាំងទ្វារមេឃបងប្អូននៅផ្លូវគឺដើរកាត់កដាលថ្មតែម្ដងមានចលងផ្លូវអញ្ចឹងនៅពេលដែលយើងមកចិត្តដល់ខ្នងក្រពើបងប្អូនមើលគឺវាស្រស់ស្អាតមែនតើអារម្មណ៍ថាអូយប្លែកតាមស្រស់ធំមែនតើមកវាលើគឺស្រល់ទាំងអស់យើងចិត្តដល់ខ្នងក្រពើហើយផ្ទះស៊ីអាយនៅបន្តិចទៀតដល់ផ្ទះស៊ីអាយដែលគេហៅថាខ្នងក្រពើអូអត់ទេបាយឈ្នះបងមួយដែរបងលេងបាយខ្ញុំបដបងប្អូនប្រកាសជាចង់ដឹងហើយថាវាលស្មៅនៅខ្នងក្រពើតើលាស់ស្អាតហើយឬនៅហើយពេលនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលវាលស្មៅដែលនៅខាងមុខផ្ទះស៊ីអាយតោះតាមដានជាមួយខ្ញុំអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ខ្នងក្រពើដើមខែ5នេះស្មៅចាប់ផ្ដើមលាស់ស្អាតជាងនៅខាងខ្នងផ្សារដែលខ្ញុំបានទៅកាលពីម្សិលមិញ
អញ្ចឹងហើយបងប្អូនអាចមកលេងពេលនេះបានគឺស្មៅលាស់ពេញស្អាតតែម្ដងហើយមួយទៀតខ្នងក្រពើឥឡូវនេះក៏មានបន្ទប់ទឹកដែរអញ្ចឹងឥឡូវនេះក្រុមយើងចាប់ផ្ដើមចេញដំណើរបន្តទៅមុខទៀតហើយគឺគោលដៅយើងឆ្ពោះទៅកាន់រូងខៀវរូងក្រហមចម្ងាយពីខ្នងក្រពើទៅប្រហែលជា12គីឡូម៉ែត្រទៀតតែបើសិនជាយើងទៅអត់ដល់គោលដៅយើងអាចទៅបានត្រឹមបានគឺយើងបោះតង់ត្រឹមហ្នឹងតែសំខាន់យើងរកកន្លែងមានទឹកដែរព្រោះអីនៅតំបន់ខ្លះអត់មានទឹកទេអញ្ចឹងដោយខ្ញុំធ្លាប់បានប្រាប់ជារឿយៗថាអារម្មណ៍ពេលដែលខ្ញុំបានដើរកាត់ផ្លូវទៅរូងខៀវរូងក្រហមឬទឹកធ្លាក់ឆាយងអារម្មណ៍មួយដែលដិតជាប់ជានិច្ចដែលយើងត្រូវដើរឆ្លងកាត់វាលស្មៅដ៏ច្រើនដោយមានដើមស្រល់ដុះអមខាងគឺជាអារម្មណ៍មួយដែលខ្ញុំមិនអាចបំភ្លេចបានហើយខ្ញុំធ្លាប់បានសន្យានឹងខ្លួនឯងថាខ្ញុំនឹងមកផ្លូវនេះឲ្យបានម្ដងទៀតដើម្បីផ្តិតយករូបភាពជូនបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងយើងជិតដល់វាលហាលសំពត់ហើយដែលជាទីតាំងប្រវត្តិសាស្ត្រមួយដែលគេដាក់ឈ្មោះថាវាលហាលសំពត់ដោយសារតែឃើញទេសភាពស្អាតយើងក៏សម្រេចចិត្តបោះតង់នៅកន្លែងនេះដែលគេហៅឈ្មោះថាវាលហាលសំពត់តែបន្ទាប់ពីបោះតង់រួចយើងក៏បានជួបឧបសគ្គធំមួយដោយបងសហគមន៍គាត់បានប្រាប់ថាកន្លែងដែលធ្លាប់មានទឹកឥឡូវអត់មានទឹកទេទើបខ្ញុំសម្រេចចិត្តជួយដើររកទឹកសម្រាប់ប្រើប្រាស់ចំតង់យើងរៀបចំបដៅរួចហើយក៏ប៉ុន្តែឥឡូវនេះទៅមើលកន្លែងទឹកបែរជាអត់មានទឹកទេអញ្ចឹងយើងមានតែបដូរគោលដៅហើយអញ្ចឹងចាំមើលបន្តិចទៀតអញ្ចឹងទីតាំងដែលយើងបោះតង់ជាថាអែមហួសបងប្អូនអែមហួសស្អាតមែនទែនតែគ្រាន់តែឥឡូវយើងជួបនឹងឧបសគ្គមួយមិនដឹងថាអាចបោះតង់នឹងបានឬក៏អត់ទេព្រោះកន្លែងដែលធ្លាប់មានទឹកអត់មានទឹកទេអញ្ចឹងឥឡូវយើងឆ្លៀតជួយបងសហគមន៍ដើម្បីដើររកទឹកគាត់រប៉ែកខាងនោះអញ្ចឹងឥឡូវខ្ញុំមករកប៉ែកខាងនេះម្ដងអញ្ចឹងយើងជោគជ័យសម្រាប់ថាបោះតង់ទីនេះបានណាយើងជួបប្រភពទឹកហើយអានេះមកថ្លុកយើងមានចម្រោះវាទៀតហើយក្នុងណាត់ហេតុណាយើងដល់មកហូបបាយជុំគ្នាគេយើងម៉ែនេះគាត់ចង់ទៅដែរហើយឯងតែឯងវាអត់ទៅព្រោះបានយើងខំទឹកបិទដើររហូតតើជួយចាក់ខែពីខ្ញុំដើរឡើងអស់ដែរខ្ញុំវាវៀតណាមប៉ុន្តែខ្ញុំដើរពីណាពីណីមកវាឲ្យតែ6គីឡូដល់2ម៉ែត្រឥឡូវនេះយើងកំពុងតែរៀបចំដាំបាយហូបមីតែទៀតនេះយើងរៀបចំខ្ចប់បាយដើម្បីបន្តទៅមុខទៀតទៅរូងខៀវរូងក្រហមហើយនឹងទឹកធ្លាក់ឆាយងអញ្ចឹងឥឡូវនេះក្រុមយើងចាប់ផ្ដើមរៀបចំចេញដំណើរទៅទៀតហើយទៅគោលដៅរបស់យើងគឺរូងខៀវរូងក្រហមនិងទឹកធ្លាក់ឆាយងម៉ោង8ព្រឹកបន្ទាប់ពីវិចបាយរួចយើងនាំគ្នាចេញពីវាលហាលសំពត់ដើម្បីទៅកាន់រូងខៀវរូងក្រហមដោយយើងត្រូវដើរឆ្លងកាត់វាលស្មៅជាច្រើនដូចជាខ្នងភ្លឺស្រែវាលតាសាច់សនិងកន្លែងដាច់រមាក់ដែលឈ្មោះពីដើមគេហៅថាខ្នងច្រមុះចិនហើយពេលមកដល់កន្លែងនេះគឺយើងអាចមានសេវាសម្រាប់លេងអ៊ីនធឺណិតបានទាំង SIM Smart និង SIM Smartphoneអញ្ចឹងបងប្អូនអរគ្នាឥឡូវយើងជិតដល់ផ្លូវបំបែកទៅរូងខៀវរូងក្រហមហើយនឹងទឹកធ្លាក់ឆាយងតែគាត់យើងមកដល់កន្លែងនេះគឺយើងមានសេវាយើងនាំគ្នាលេងអ៊ីនធឺណិតមួយផ្លែតrồiហើយយើងបន្តទៅមុខទៀតអញ្ចឹងបងប្អូនអរគ្នាយើងមកដល់ផ្លូវបំបែកទៅទឹកធ្លាក់ឆាយងនោះផ្លូវបំបែកទៅទឹកធ្លាក់ឆាយងតែក៏ឥឡូវយើងទៅរូងខៀវរូងក្រហមសិនត្រឡប់មកវិញបានយើងចូលទឹកធ្លាក់ឆាយងអញ្ចឹងបងប្អូនអរគ្នាយើងកាន់តែគៀករូងខៀវរូងក្រហមមែនតើរូងខៀវរូងក្រហមហើយនិងរូងជំនៀងអញ្ចឹងយើងទៅកន្លែងនេះបាន3កន្លែងរូងខៀវរូងក្រហមរូងជំនៀងនេះផ្លែទួតព្រៃនេះផ្លែទួតព្រៃថាឆ្នាំធ្វើទួតព្រៃអានេះគេវាត្រាំហូបច្រើនមកមុំវ៉ាវទួតព្រៃអញ្ចឹងយើងមកដល់ផ្លូវចូលរូងខៀវរូងក្រហមបងប្អូនយើងកំពុងតែធ្វើដំណើរដើរចុះទៅឥឡូវតោះយើងទៅមើលទាំងអស់គ្នាថាតើខាងក្រោមនេះមានទេសភាពបែបម៉េចអញ្ចឹងយើងដល់ផ្ទាំងថ្មសិនបងប្អូនបន្ទាប់ពីយើងដល់រូងខៀវនេះយើងត្រូវដើរកាត់ផ្ទាំងថ្មជញ្ជាំងមួយសិនហ្នឹងហើយកន្លែងយើងមកដាំបាយនៅនឹងសាមកចឹងប្រយ័ត្នប្រយែងល្អ
lạ du ấy bảo đó độc bạc đào rung khiếu không không này rung không mình tên phải lưu tha rung nó tăng cái chấm non mình tăng cái chấm non này cao cái chấm non Pol Pot cứ cái bị chôn một lẹ luôn phun ở trên này mấy bài đang bỏ bong phạt phải được này rung khiếu thôi lập biếp đôi chỉ tẹt mùi ra hai rung bọn nó này rung khiếu wowมันทอมาดาเต้โอ้โหว้าวจะอาจไปชิวต้องเอาบ้างพ่อนี่จะอาจไปชิวนะดาเลยอาจไปชิวเนี่ยจังตีนี่คือรุงเขียวบ้างพ่อรุงเขียวแหละแกหาทางรุงเขียวหารุงกระหอมคือยังตระดาทางน้องวิญมันตระดารุงกระหอมchẳng bóng ổnទាំងអស់គ្នានេះគឺទិដ្ឋភាពទាំងស្រុងដែលនៅក្នុងរោងខៀវដែលមានសភាពថ្មដូចជារលកទឹកបក់បោកមកដែលមានស្នាមអុចហើយខ្មៅនេះគឺសុទ្ធតែកន្លែងសត្វប្រជៀវនៅហើយបងប្អូនមើលខាងក្រោមឃើញខ្មៅសុទ្ធតែជាអាចប្រជៀវទាំងអស់ហើយកន្លែងនេះប្រវត្តិពីមុនធ្លាប់ឮគេនិយាយថាកាលពីជំនាន់ប៉ុលពតគឺប្រជាជនយើងគាត់រត់ទៅលាក់ខ្លួននៅក្នុងរោងខៀវនេះហើយនៅខាងមុខគឺមានរោងក្រហមមួយទៀតបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលរោងក្រហមចឹងបងប្អូនទាំងអស់គ្នាតោះយើងបន្តទៅមើលរោងក្រហមវិញដែលនៅខាងមុខហើយខាងលើថ្មខាងមុខគឺពោពេញទៅដោយផ្ទាំងថ្មហើយនឹងមានឃុំជាច្រើនដែលនៅជាប់ផ្ទាំងថ្មខាងលើតែអត់ដឹងថាលើមានឬអត់ទេអញ្ចឹងយើងត្រូវដើរកាត់ផ្ទាំងថ្មមួយដ៏វែងដែលនៅខាងលើពោពេញទៅដោយសម្បុកឃុំដ៏ច្រើនក៏ប៉ុន្តែឃុំនេះគឺមានតែសម្បុកព្រោះមេវាហើយចោលមិនដឹងតាំងពីពេលណាហើយការដើរឡើងភ្នំដោយបងប្អូនបានឃើញនេះមិនមែនស្រួលនោះទេគឺត្រូវដើរចម្ងាយឆ្ងាយនិងផ្លូវលំបាកជួបឧបសគ្គជាច្រើនហើយនេះគឺរូងក្រហមដែលមានសភាពថ្មខុសពីរូងខៀវហើយថ្មកន្លែងខ្លះមានរូបរាងដូចជាមុខមនុស្សកន្លែងខ្លះមានដានដូចជាត្រូវទឹករលកបោកបក់ប្រៀបដូចជាកន្លែងនេះពីមុនត្រូវទឹកលិចហើយនៅរូងខៀវរូងក្រហមក៏មានទឹកធ្លាក់ដែរបើសិនជាបងប្អូនមករដូវភ្លៀងធ្លាក់ច្រើនគឺជួបទឹកធ្លាក់កាន់តែច្រើនជាងនេះហើយរូងខៀវរូងក្រហមនេះក៏ជាតំបន់មួយដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្តធ្វើដំណើរផ្សងព្រេងមានចម្ងាយឆ្ងាយនិងតាមផ្លូវពោពេញទៅដោយកន្លែងប្រវត្តិសាស្ត្រជាច្រើននិងពោពេញទៅដោយវាលស្មៅដ៏ស្រស់ស្អាតមើលពីចម្ងាយអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងដែលខ្ញុំតន្ទឹងរង់ចាំនៅតែចង់មកឥឡូវយើងមកដល់ហើយទីតាំងរូងជំនាញតោះឥឡូវបងប្អូនទៅតាមដានទាំងអស់គ្នាកន្លែងដែលគេតម្កល់ឆ្អឹងមនុស្សតាំងពីសម័យបុរាណនៅពេលដែលមានមនុស្សស្លាប់គឺគេយកមកទុករូងខាងមុខនេះបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់រូងជំនាញបងប្អូនមើលគ្រោងឆ្អឹងដែលនៅខាងលើគ្រោងឆ្អឹងចឹងតោះឥឡូវយើងទៅមើលបងប្អូនទាំងអស់គ្នាគ្រោងឆ្អឹងនេះគឺជាគ្រោងឆ្អឹងមនុស្សតាំងពីសម័យបុរាណមកមិនមែនគ្រោងឆ្អឹងមនុស្សសម័យឥឡូវចឹងចាំដល់លើចាំខ្ញុំរៀបរាប់ស្ដាប់ខ្លះតាមតែខ្ញុំដឹងពីគេមកដែរទេមិនមែនខ្ញុំអ្នកដឹងទេគឺគេប្រាប់ទេគឺសិតតែគ្រោងឆ្អឹងទាំងអស់អញ្ចឹងរូងនេះមានឈ្មោះថារូងជំនាញដែលមានតាំងពីសតវត្សទី15ដល់ទី17នៃគ្រិស្តសករាជហើយតាមតែដឹងបងសហគមន៍គាត់ប្រាប់មករូងនេះគឺមានតាំងពីចំនួនកុលសម្ព័ន្ធដែលតាំងពីដើមមកមនុស្សរស់នៅជាក្រុមនៅពេលដែលមានមនុស្សស្លាប់គេតែងតែយកដាក់ក្នុងក្រឡហើយយកមកទុកនៅក្នុងរូងនេះនេះជាទំនៀមទម្លាប់របស់ពួកគាត់ហើយពីដើមមកលើគេថាមានច្រើនកឡក៏ប៉ុន្តែជើងមុនខ្ញុំមកដល់ឃើញមួយកឡគេថាជនជាតិគេយកទៅដើម្បីស្រាវជ្រាវព្រោះហើយអត់ទាន់ឃើញយកត្រឡប់មកវិញអញ្ចឹងខ្ញុំមកជើងមុនឃើញតែមួយកឡក៏ប៉ុន្តែជើងនេះឥឡូវយើងឃើញមាន3កឡមកវិញអញ្ចឹងមកន័យថាគេយកត្រឡប់មកវិញយកមកទុកវិញហើយបងប្អូនឃើញរូងមានគេដាក់កឡដាក់អីចឹងតិចច្រឡំថានៅចិត្តគឺត្រូវដើរមកឆ្ងាយមែនទែននេះចូលតំបន់អរ៉ែងហើយនៅក្នុងព្រៃជ្រៅ
Mình các bài tiệc như thế cứ nơi prey trâu nơi chọp nôm tay mà đong cứ nơi ngày mình tên cái tay trọ không để ảnh lâu chai vô ôi là hai khao tiết đây ở đây vô đây đây là hai mà chiêng tiết đây ôi ngày này đòi xa logo pi đúng mau rồi đánh rư đòn bà đâu hơi ơi làng phnom chăng bong phôn phải giặt phải dày tụi bây giờ nhóm bật sao pin luôn nơi tụi miền plot chẳng sao nè chăm lấy riêng á nè tịch tiết chẳng cho đào yôn ion pi nơi phơi từ từ lệ chai vô chẳng phải giặt phải dày tao ngọc này bong phôn phơi của bạn khăng cứ miền cà prong phải giặt ở bàn khpu hai ông cũng vô tầm rạp tang nhôm cho đầy mũi người ta trong ban đặt vô rụp hiệp ở bong phôn mơ thì công thọ được lấy khâu là hay chứ mình thua mà đây bà hay dừng chôn một con mơ tam nhóm mất chôn không chôn cả đá nè chôn khang khang bà hay mình chôn hay dừng pưng lơ trương tận ó thì cứ pưng lơ đầy không lơ tiền ok rồi rón ok được chơi đây mới căng sai đây mới căng thì đã chưa mũi tròn đòn tình nó tròn khai đầu khai chào chôn khang khang không chôn cả đá khang công khang pe ở trong chơi trong bị lơ chơi mà nè à mê chơi khang khang mê chơi nâng lá nó có nè ở đây bờ chặt chơi chăng ở bạn chấm này chụp mua để một ai bàn trong một bọn này dựng chất đỏ tức lệ chai vô có lần tích kia này dựng chập đàm cả lấy khơi tức so hay năng lư rồi lên tức lệแต่คนท่าយើងមកខែ5នេះអត់ដឹងថាមានទឹកឬក៏អត់ទេនិយាយទៅការរំពឹងនោះគឺមានទឹកល្មមមកស្អាតដែលយើងអាចថតរូបទៅស្អាតអត់រំពឹងទៅទឹកច្រើនអីទេតែធម្មតាការរំពឹងទុកវាអត់ដូចការពិតអញ្ចឹងយើងចាំមើលជាក់ស្ដែងថាទឹកធ្លាក់ឆាយូមានឬអត់ខែនេះជិតដល់ហើយគឺយើងដើរត្រូវដើរស្របមាត់អូដើម្បីទៅដល់កន្លែងទឹកធ្លាក់តែម្ដងផ្លូវថ្មីនេះអត់ដូចកាលពីផ្លូវចាស់ខ្ញុំមកកាលពី2022ទេ2022គឺយើងត្រូវដើរឆ្លងអូទៅនេះទៅនោះខាងនោះវិញក៏ប៉ុន្តែផ្លូវចាស់នេះឥឡូវនេះគឺយើងដើរស្របមាត់អូតែខាងផ្លូវយើងចុះមកនេះទេគឺអត់បាច់ដើរឆ្លងអូទេយើងដើរទៅដល់កន្លែងទឹកធ្លាក់តែម្ដងអញ្ចឹងយើងមកដល់ទឹកធ្លាក់ឆាយូបងប្អូនតោះបងប្អូនអរគ្នាឥឡូវយើងនាំគ្នាទៅលេងទឹកធ្លាក់ឆាយូនៅខាងក្រោមតោះត្រៀម let's go ដល់ហើយចុះមួយវិញទេទៅមកដល់ទៅទឹកធ្លាក់ដកក្នុងអត់អាយ៉ាអរគុណមួយអើយនេះចូលទៅខ្ញុំតុបដៃមួយមកដល់ទៅកូនចៅជំនាញស្រួលបួលហើយអញ្ចឹងទឹកធ្លាក់ឆាយូងនៅដើមខែ5នេះគឺរៀងស្ទើរបន្តិច
ក៏ប៉ុន្តែទឹកធ្លាក់ប៉ុណ្ណេះក៏នៅតែស្អាតហើយបើសិនជាបងប្អូនមកលេងឲ្យជួបទឹកធ្លាក់កាន់តែស្អាតបងប្អូនគួរតែមកលេងនៅចុងខែ5ដល់ពាក់កណ្ដាលខែ6ហើយបើសិនជាបងប្អូនមកលេងតំបន់នេះគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះនៅពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងមានទឹកឡើងភ្លាមដោយយើងមិនអាចដឹងមុននោះទេហើយនេះជាលើកទី2ហើយដែលខ្ញុំបានមកដល់ទីនេះហើយទោះបីជាពួកយើងរៀងនឿយហត់បន្តិចតែនៅពេលដែលពួកយើងមកដល់ទឹកធ្លាក់ឆាយោងអារម្មណ៍មួយក៏បានធូរស្បើយព្រោះសប្បាយរីករាយជាមួយនឹងគោលដៅដែលយើងបានកំណត់មួយទៀតសប្បាយរីករាយជាមួយនឹងធម្មជាតិនិងសម្លេងទឹកធ្លាក់សប្បាយរីករាយជាមួយនឹងមនុស្សល្អៗដែលនៅជុំវិញខ្លួននិងនាំគ្នាងូតទឹកលេងជាមួយនឹងទឹកដ៏ត្រជាក់រួចពួកយើងក៏នាំគ្នាត្រឡប់ទៅកន្លែងបោះតង់វិញអញ្ចឹងបងប្អូនទាំងអស់គ្នាយើងត្រឡប់មកដល់កន្លែងដែលយើងបោះតង់វិញនេះតង់ភ្លើងនេះហើយបាយល្មមដល់ហើយទីតាំងដែលយើងបោះតង់ទៅដើរគួសមដែរនេះយើងទៅរូងខៀវរូងក្រហមហើយយើងត្រឡប់មកទឹកធ្លាក់ឆាយោងវិញទៀតគឺមួយថ្ងៃគឺដើរពេញតែម្ដងអញ្ចឹងថ្ងៃនេះថ្ងៃទី2យើងស្លមកជូរព្រៃដល់ពេលស្លមកជូរព្រៃកុំឲ្យគេថាយើងចេះថាឥឡូវនេះយើងដាក់មកជូរសាវម៉ៅព្រៃដែលបេះនៅរូងជំនាងនេះសាវម៉ៅព្រៃអូជូរចង់រៀកនោមហូបថ្ងៃមិញវាទៀតអីក្នុងណាត់ហៀតណាណា យើងដល់មកហូបបាយជុំគ្នា ដឹងរឿងគេយើង ម៉ែនេះគាត់ចង់ទៅដែរឯងតែឯងវាអត់ទៅព្រោះ អូខេយើងបងប្អូនអរគ្នានេះជូរព្រៃយើងដាក់សាវម៉ៅព្រៃអូយញាក់សាច់ឆ្ងាញ់ទៅលើភ្នំ អរគុណសំខាន់ យប់មិញភ្លៀងមួយមេធំដល់ព្រឹកឡើងបន្ទាប់ពីភ្លៀងរួចបងប្អូនអរគ្នាបងប្អូនមើលទេសភាពគឺស្អាតមែនទែនហើយមេឃកំពុងតែរចុះអាប់តែម្ដងហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលយើងនាំគ្នាត្រឡប់ទៅផ្ទះវិញអញ្ចឹងក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់